ស្របពេលដែលប្រាសាទបុរាណខ្មែរកំពុងតែទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់លានអ្នកក្នុងមួយឆ្នាំនោះក្រុមហ៊ុនបរទេសមួយបានកសាងបែបសិប្បនិម្មិតនៅកន្លែងទេសចរបែបរូបភាព 3D មួយកន្លែងទៀតដែលមានរូបភាព130ប្រទេសបានមកបង្ហាញខ្លួននៅតំបន់ទេសចរអង្គរផងដែរបណ្ដុំរូបភាពទាំងនេះស្ថិតនៅអគារមួយដែលមានឈ្មោះថាអាតបុកស្ថិតនៅក្នុងសង្កាត់ស្វាយរង្គំក្រុងសៀមរាបខេត្តសៀមរាបប៉ែកខាងត្បូងឈៀងខាងលិចនៃប្រាសាទអង្គរវត្តលោកវ៉ុនចុងហេជាម្ចាស់តំបន់ទេសចរអាតបុកមកពីប្រទេសកូរ៉េខាងត្បូងបានរៀបរាប់ពីវិសាលភាពនៃរូបភាពនេះថាដោយមើលឃើញពីវិស័យទេសចរនៅប្រាសាទអង្គរវត្តកាន់តែមានអ្នកទេសចរច្រើនឡើងនោះលោកបានសហការគ្នាជាមួយនឹងមិត្តភក្តិម្នាក់ទៀតបានបង្កើតមជ្ឈមណ្ឌលអាតបុកនេះឡើងនៅក្នុងគោលបំណងបង្កើតរូបភាពមួយប្រភេទដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តបន្ទាប់ពីទស្សនាអង្គរវត្តលោកបានបន្តទៀតថារូបភាពនៅកន្លែងទេសចរអាតបុកនេះជារូបភាពគំនូរ 3D មើលទៅជារូបភាពស្រស់ពិតៗនិងរស់រវើកដោយយោងទៅតាមទីកន្លែងនីមួយៗ 3D អាននឹងតាំងពីគេបងផ្សេងធ្វើយូរហើយប៉ុន្តែគឺមកឲ្យមានធ្វើចង់ល្អតែសមមកលេងល្អហើយមកជាមួយគ្រួសារល្អសោយថត់ពេលមកហ្នឹងមកជាមួយបងប្អូនជាមួយគ្រួសារមកដល់លេងល្អមែនទែនហើយមានសត្វមានរូបភាពសមុទ្រហើយនឹងធ្វើអាកាសធាតុមុនអាកាសធាតុមានអាកាសធាតុក្តៅអាកាសធាតុរងាយើងធ្វើរូបភាពលោកបានបន្តទៀតថាមជ្ឈមណ្ឌលអាតបុកនេះគឺបណ្ដុំដោយផ្ទាំងរូបភាពចំនួន130ប្រទេសនិងមានអត្ថន័យផ្សេងៗគ្នាបានបង្ហាញពីទីកន្លែងទេសចរសំខាន់ៗនៅលើពិភពលោកដូចជារូបសំណង់បុរាណនៃប្រាសាទអង្គរវត្តរូបភាពសត្វផ្សេងៗជាច្រើនទៀតម្យ៉ាងវិញទៀតរាល់រូបភាពដ៏ស្រស់ត្រកាលនេះត្រូវបានអ្នកសិល្បៈគំនូរដោយយកតាំងបង្ហាញដើម្បីឲ្យភ្ញៀវទេសចរមកចូលទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយពីកន្លែងមួយទៅកន្លែងមួយដែលគេនិយមហៅថាសារមន្ទីរសិល្បៈល្បិចលោកវ៉ុនចុងហេជាម្ចាស់គំនូរនិងអ្នកផ្ដួចផ្ដើមគំនិតបង្កើតមជ្ឈមណ្ឌលអាតបុកនេះឡើងបានដឹងទៀតថាលោកទើបនឹងបើកឲ្យភ្ញៀវទេសចរចូលទស្សនារយៈពេល6ខែតែប៉ុណ្ណោះហើយលោកនឹងមានគម្រោងបើកកន្លែងទេសចររបៀបនេះនៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាគំនូររូបភាពបែប 3D នេះបើទោះជាបើកតែរយៈពេល6ខែក៏ដោយក៏ប៉ុន្តែកំពុងតែទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃភ្ញៀវទេសចរអាចទស្សនានិងថតរូបភាពជាមួយវាបានល្អពិតៗដែលអាចធ្វើឲ្យអារម្មណ៍ជក់ចិត្តធូរស្បើយនិងរសាយអស់នៅទុក្ខកង្វល់មួយរំពេចភ្លាមសម្រាប់ក្រុមអ្នកទេសចរលោកប៊ូស៊ីសារិនមកពីសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាលោកបានមកទស្សនាផ្ទាំងរូបភាពនេះជាលើកទី1ដែលជាស្នាដៃរបស់វិចិត្រករនេះដែលមើលទៅដូចជារូបភាពពិតៗដែលធ្វើឲ្យលោកនិងភ្ញៀវទេសចរផ្សេងទៀតមានការចាប់អារម្មណ៍ជាខ្លាំងលោកបានបង្ហើបប្រាប់ពីចំណុចពិសេសដែលទាក់ទាញនៃចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តនៅទីនេះផងដែរលោកបានបន្តទៀតថានេះគឺជារូបភាពផ្នែកសិល្បៈដែលមានជីវិតរស់រវើកគួរឲ្យចាប់អារម្មណ៍មិនតែប៉ុណ្ណោះដែលធ្វើឲ្យលោកបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានដោយការថតរូបភាពជាដើមលោកបានកោតសរសើរចំពោះគំនិតច្នៃប្រឌិតរូបភាពរបស់ម្ចាស់ទីកម្សាន្តអាតបុកនេះដោយអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ទាប់ពីពួកគេមើលប្រាសាទបុរាណចឹងខ្ញុំមើលនៅរូបថតរបស់គាត់ទៅខ្ញុំឃើញថាទេសភាពនៅកន្លែងនេះរូបពិតចឹងបានខ្ញុំខំស្វាស្វែងព្យាយាមមកលេងកន្លែងនេះបាទខ្ញុំពេលដែលខ្ញុំចូលដល់នេះឃើញថាសោភ័ណភាពគំនូរនៅទីនេះមានសោភ័ណភាពស្អាតហើយពេលដែលយើងថតរូបទៅខ្ញុំមើលនៅក្នុងកាមេរ៉ារបស់ខ្ញុំហាក់ដូចជារូបពិតមែនមានអារម្មណ៍ថាសប្បាយរីករាយណាស់ដែលនៅលើទឹកដីកម្ពុជាយើងដែលមានសង់នៅរូបភាពប្លែកហើយធ្វើឲ្យយើងថតរូបបានច្បាស់ល្អនៅក្នុងហ្នឹងចឹងហើយមានម៉ាស៊ីនត្រជាក់ហើយមានផាសុកភាពល្អណាស់នៅក្នុងនេះបាទប្រៀបដូចរូបបាទសិប្បនិម្មិតប៉ុន្តែពេលមើលក្នុងរូបថតទៅវាដូចជារូបភាពពិតអាតបុកគឺជាទីកន្លែងមួយដែលបង្ហាញនូវរូបភាពសិល្បៈល្បិចរូបភាពធំជាងគេនៅលើពិភពលោកដែលមានគុណភាពខ្ពស់ហើយត្រូវបានបង្កើតឡើងដោយសិល្បករចំនួន15រូបជាអ្នកគូរគំនូរនេះផងដែរ
សិល្បៈល្បិចនេះវាបង្ហាញគំនូររូបភាព 3D ស្ថិតនៅក្នុងអគារ2ជាន់បណ្ដុំដោយរូបភាពវប្បធម៌ខ្មែរនិងបរទេសផងដែរដោយមានចំនួន130ប្រទេសនៅលើពិភពលោកភ្ញៀវទេសចរមានការចាប់អារម្មណ៍ជាខ្លាំងមកកំសាន្តនៅរាល់ថ្ងៃមិនសូវដាច់នោះឡើយដើម្បីមើលនិងទស្សនាពពួកសត្វស្លាបកម្រសំណង់បុរាណតាមបែបបទប្រទេសនីមួយៗនៅលើពិភពលោកតាមចិត្តដែលពួកគេចង់ឃើញដោយមិនចាំបាច់ចំណាយលុយទៅក្រៅប្រទេសដោយគ្រាន់តែចំណាយលុយ$5សម្រាប់មនុស្សដែលមានអាយុចាប់ពី13ឆ្នាំឡើងទៅនិង$3សម្រាប់មនុស្សក្រោម13ឆ្នាំហើយសម្រាប់ភ្ញៀវទេសចរបរទេសគឺតម្លៃ$15ក្នុងម្នាក់អ្នកទេសចរមួយរូបមកពីស្រុកថ្មគោលខេត្តបាត់ដំបងលោកសំអាតបានសម្ដែងការសប្បាយចិត្តនៅពេលដែលឃើញរូបភាពគំនូរប្លែកៗនេះបើទោះជាគំនូរសិប្បនិម្មិតក្តីលោកបានបន្តថាកន្លងមកធ្លាប់តែឮគេនិយាយតៗគ្នាប៉ុន្តែនៅពេលឃើញរូបភាពជាក់ស្ដែងគឺមានអារម្មណ៍រំភើបប្លែកភ្នែកដោយមិនចង់ចេញពីកន្លែងកម្សាន្តនេះទេវាដូចជារំភើបសប្បាយនឹងការថតលេងហើយនឹងដើរទស្សនាបងបាទមានឃើញរូបភាពច្រើនប្រភេទច្រើនមែនទែនហើយក៏វាធំទលាយដែរហើយដើរថតហ្នឹងក៏វាមិនតាន់នឹងបានគ្រប់ផងនេះបងបាទរូបហ្នឹងវាមើលទៅវាដូចជាពិតបងដូចជាពិតហើយវាស្អាតវាប្លែកនិយាយទៅវាប្លែកភ្នែកបងវាមិនដូចជាពិតមែនទែនប៉ុន្តែវាប្លែកភ្នែកប៉ុន្តែមើលទៅវាថាយើងអាចទទួលយកបានហើយចង់មើលទស្សនាគ្រប់កន្លែងមកដល់បងដោយឡែកកញ្ញាណាណាមកពីទីក្រុងភ្នំពេញបានប្រាប់ BTV ឲ្យដឹងដែរថានឹងធ្លាប់ឃើញរូបភាពទាំងនេះនៅតាមបណ្ដាញសង្គម Facebook ប៉ុន្តែមិនស្រស់ស្អាតដូចឃើញផ្ទាល់ភ្នែកនោះឡើយកញ្ញាបានបន្តថារូបភាពគំនូរ 3D នៅក្នុង Artbox នេះភ្ញៀវទេសចរអាចថតរូបភាពតាមសញ្ញាព្រួញដែលគេចង្អុលបង្ហាញស្រាប់និងថតផ្ដិតយករូបភាពគ្រប់ style គ្រប់បែបតាមតម្រូវការរបស់ពួកគេអ្នកគ្រប់គ្រងសារមន្ទីរ Artbox លោកវ៉ាន់ចុងហេបានឲ្យដឹងទៀតថាការបើកសារមន្ទីរសិល្បៈល្បិចនេះគឺអាចជួយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកាន់ខេត្តសៀមរាបកាន់តែច្រើនឡើងថែមទៀតហើយសេវាកម្មសម្រាប់ចំណាយទៅលើការកម្សាន្តនេះមិនថ្លៃប៉ុន្មានឡើយព្រោះវាជាកន្លែងកម្សាន្តទេសចរដែលមានវិចិត្រករចំនួន15រូបមកពីប្រទេសកូរ៉េគូរូបភាពមានភាពរស់រវើកនិងកន្លែងទស្សនាមានម៉ាស៊ីនត្រជាក់គ្រប់ទីកន្លែងភ្ញៀវទេសចរអាចទទួលទាននិងអាចកុម្ម៉ង់ភេសជ្ជៈនៅក្នុងមជ្ឈមណ្ឌលនេះផងដែរ